dạ em ở đây tan lịch cái ní bao thông pe đó mà cái không bạn ấy chắc nhé vui thơ ê bạn vui tìm po đông ôn mà đa bao đa Lạnh tới speed là rất sát bằng cổ sát mình tay tật một ca stút trai sẽ tìm một trai thêm nào tay mình đúng không màu lên do ra màu tròn biết bắt bóng không rồi còn là tiếp không bà đôi khi chỉ sai mong ôn tới speed bất chỉ sát mình tên bật tay mình cua nam mình bóng ôn dương mà chỉ luôn đã quạt tôi lên cái lại nhưng hai bài chỉ do thầm ram để chào thôi bạn than đâu món đang mơ tao việc bật bóngผิดสะอาดนะมงคลយើងគួរតែនាំគ្នាជួយគ្នាម្នាក់ម្នាក់អញ្ចឹងទៅបើយើងយកថងនឹងទៅហើយយើងច្រកមកដប់មកបងប្អូនឬក៏យើងច្រកមកថងធំមកហើយយកទៅផ្ញើនឹងបងអាជីវករដែលគាត់លក់ដូរនៅតាមតំបន់ហ្នឹងទៅបងប្អូននេះទីនេះគឺជារមណីយដ្ឋានមួយដែលទៅនឹងកើតឡើងតែបងប្អូនដោយសារទឹកចំនួនដែលមានការកើនឡើងមកអញ្ចឹងទៅក៏បងប្អូនយើងមានទេសភាពស្អាតក៏គាត់ទៅលេងអូអាចបើកស្មាញ់បងប្អូនតូចពីនេះគឺជាអ្នកទៅលេងវាធំឡើងនៅទៅលេងបងប្អូនអញ្ចឹងវាចេះហែលទឹកដូចជាមែនទូកស្មាច់មកអីបើគួរអត់តាន់ចេះបើកយើងក្មេងៗនៅលើគោកបោះម៉ូតូអញ្ចឹងបងប្អូនសិនទូចចេះបើកអ្នកទៅលេងគឺសម្រាប់ការហែលទឹកមួយគឺដូចជាដូចមិនចាំបាច់ថាយើងព្រួយបារម្ភទៅលើកូនក្មេងដែលមានអាយុប៉ុណ្ណឹងទេគឺគាត់កើតមកនៅទឹកអញ្ចឹងគាត់ចេះហែលទឹកគាត់ចេះបើកទូកកូនសម្រាប់អ្នកគោកវិញគឺក៏ប៉ុណ្ណឹងគាត់ចេះជិះម៉ូតូហើយអញ្ចឹងហើយបានថាអ្នកទឹកបែបមានជីវិតបែបអាទីណាចេះបើកស្មាច់អត់ណាអូនពីរនាក់នេះវាបាទឥឡូវត្រឡប់មករឿងរ៉ាវជាមួយពាក់ព័ន្ធនឹងតំបន់ទេសចររបស់យើងវិញបាទកន្លែងនេះគឺជាតំបន់ទេសចរមួយដែលទើបនឹងកើតឡើងនៅដែលមានទីតាំងស្ថិតនៅឃុំភូមិដូនត្រីឃុំជ្រៃស្រុកមនស័យខេត្តបាត់ដំបងបាទហើយទីតាំងនេះគឺងាយស្រួលទេផ្លូវដែលយើងធ្វើដំណើរក៏ងាយស្រួលដែរបងប្អូនអាចបើកឡានឬក៏ម៉ូតូជិះទៅបាននៅតំបន់នេះគឺបងប្អូនសម្បូរទៅដោយត្រីហើយនឹងពស់អីបើសិនជាប្រហុកអីស្ទូចត្រីអីសុំទៅអ្នកភូមិក៏គាត់ឲ្យដែរលក្ខណៈថាយើងទៅទិញប៉ុន្តែគាត់លក់ទេគាត់ឲ្យលក្ខណៈថាច្រើនតែម្ដងសម្រាប់ស្មាច់វិញក៏ធូរថ្លៃដែរបងប្អូនអាចយើងជិះជាលក្ខណៈក្រុមទៅយើងជួលមកស្មាច់ទៅជិះបាន6 7នាក់បងប្អូនអញ្ចឹងវាងាយស្រួលដែរទេហើយអត់ចំណាយច្រើនទេសម្រាប់ទេសភាពក៏ស្អាតដោយសារនៅតំបន់ហ្នឹងមានបងប្អូនប្រជាពលរដ្ឋប្រជាកសិករយើងគាត់ប្រកបរបរធ្វើស្រែចម្ការអញ្ចឹងបងប្អូនហើយទឹកមកអញ្ចឹងទៅវាបូកជាមួយទឹកខ្លះក៏លិចទឹកអីដែរបងប្អូនអើយអានេះពួកគាត់ដែរដោយសារទឹកឆ្នាំនេះខាងលើអត់ទៅទេតែខាងក្រោមវាឡើងមកអញ្ចឹងហើយបានធ្វើឲ្យតំបន់កន្លែងហ្នឹងគាត់ប្រកបមុខរបរធ្វើស្រែលិចបាទហើយទីតាំងនេះគឺងាយស្រួលមែនតើបងប្អូនគឺយើងជិះទៅដល់នេះគឺមានគេលក់ដូរលក់អីគ្រប់យ៉ាងបាទសម្រាប់ម្ហូបអាហារវិញបងប្អូនមិនខ្លាចថាខ្វះទេនៅនេះគឺមានគេលក់មានលក់គ្រឿងញ៉ាំគ្រឿងអីច្រើនហើយបើបងប្អូនចង់យកសាច់អាំងយកអីមកអាំងខ្លួនឯងក៏បានគឺមានកន្លែងអង្គុយលេងសម្រាប់បងប្អូនមកលេងគឺច្រើនសម្រាប់អ្នកចូលចិត្តទេសភាពគឺស្អាតណាស់បងប្អូនគួរតែមកលេងពេលល្ងាចអញ្ចឹងទៅពួកអីរដូវកាលវាមិនមានរហូតទេអញ្ចឹងប្រហែលជា2 ខែអីទៀតវាអាចនឹងស្រកទៅវិញហើយយើងអត់មានកន្លែងអង្គុយមើលទេសភាពស្អាតមានព្រៃលិចទឹកមានសត្វស្លាបហោះមកពេញតំបន់ហ្នឹងទេបងប្អូនដោយសារនេះគឺជាទឹកឡើងមកពីទន្លេសាបអញ្ចឹងវាមានរដូវកាលរបស់វាហើយសម្រាប់សត្វស្លាបវិញបងប្អូនអាចមកដល់ចុងបងប្អូនចុះមកខាងក្នុងតិចមកយើងអាចមានដាក់សទូចដាក់សំណាញ់មកបើយើងចង់មកមួយថ្ងៃអញ្ចឹងបងប្អូនដាក់សទូចដាក់សំណាញ់មកនេះគឺមានបងគាត់បងត្រីបងបានបងប្អូនមកត្រីតូចប្រភេទត្រីក្រាញ់ត្រីសត្រីកាភ្លៀងអីហ្នឹងហើយមានត្រីឆ្លូញបងប្អូនដាក់សំណាញ់ទៅកន្លះ1កន្លះ2ទៅដើម្បីបងយកត្រីកញ្ចុះត្រីឆ្លូញត្រីក្រាញ់ហើយយើងមកជាលក្ខណៈគ្រួសារចឹងមកវាមានភាពសប្បាយរីករាយប៉ុន្តែដោយសារសុំតែម្យ៉ាងបងប្អូនគឺនៅពេលដែលយើងមកគឺយើងរក្សាសម្រាមធ្វើម៉េចឲ្យវាមានសម្ដាប់ធ្នាប់ល្អតិចទៅបងប្អូនឲ្យវាមានសុភមង្គលភាព
បងប្អូនដូចឃើញជាក់ស្ដែងមិញហ្នឹងគឺប្រហុកមិញហ្នឹងគឺយើងទៅទិញពីអ្នកភូមិប៉ុន្តែអ្នកភូមិគាត់យកលុយទេថាអ្នកតលេខ្វះអីទេប្រហុកប៉ុណ្ណឹងគាត់ឲ្យមកឡងចិត្ត3-4 ខាំប្រហែលជា3ខាំទៅបាទបងប្អូននេះខ្ញុំថតសម្រាប់ឲ្យបងប្អូនមើលបងប្អូនដែលទៅលេងបងប្អូនគួរតែប្រមូលដាក់ថង់មកដប់ទៅបងប្អូនយកទៅឲ្យបងគាត់អ្នកលក់នៅនឹងទៅដើម្បីឲ្យគាត់ងាយស្រួលក្នុងការដុតចោលអញ្ចឹងបងប្អូនច្រកមកថង់សម្រាប់បងប្អូនខ្លួនឯងទៅយកទៅដាក់កន្លែងតូបគាត់ទៅយើងទិញមកពីតូបណាយើងយកទៅដាក់កន្លែងហ្នឹងទៅដើម្បីឲ្យគាត់បានងាយស្រួលក្នុងការដុតបងប្អូនឃើញជាក់ស្ដែងទេសភាពរបស់យើងស្អាតហើយបងប្អូនយកសារ៉ាមមកចោលពីវាពះការអញ្ចឹងបងប្អូនមើលទៅវាបាត់សោភ័ណភាពបាត់សម្រស់បាត់ហើយបងប្អូនអញ្ចឹងយើងវាលែងជាធម្មជាតិហើយយើងដល់ពេលយូរទៅវាដល់ពេលសិតតែសម្រាមទៅសួរថាបងប្អូនសួរខ្លួនឯងមើលថាយើងឃើញសម្រាមអញ្ចឹងយើងមានអារម្មណ៍អង្គុយលេងមានអារម្មណ៍មើលទេសភាពដែរបងប្អូនសាកគិតខ្លួនឯងហើយបងប្អូនពិចារណាឡើងវិញសម្រាមរបស់យើងរៀងខ្លួនយើងគ្រាន់តែវិចខ្ចប់តាមួយថង់តូចមកយើងយកទៅដាក់កន្លែងអ្នកលក់ដែលយើងទិញមកគាត់នឹងធ្វើការដុតសម្រាមនឹងចោលវិញហ្នឹងបងប្អូនបាទអរគុណហើយមួយវិញទៀតបងប្អូនគឺការស្ទូចត្រីគឺសបាយបងប្អូនបើនេះវាសម្បូរត្រីក្រាញ់ប៉ុន្តែត្រីវាអត់ធំទេត្រីទូចបងប្អូនអាចទិញប្រហុកមកពីផ្ទះក៏បានទៅទិញនៅនងក៏បានហើយមួយទៀតបើមានកពឹសបងប្អូនគួរតែទិញនុយកពឹសពីលើយ៉ាងទៅហើយសម្រាប់បងប្អូនចូលចិត្តបបក់ត្រីបងប្អូនក៏អាចទៅបបក់បានដែរត្រីគឺមានត្រីប្រភេទត្រីឌៀបដែលវាខាំនុយល្អបងប្អូនតែកុំយកនុយធំពេកបងប្អូននុយទូចបានហើយប្រភេទនុយប៉ិនមេដៃបានហើយសត្វស្លាបបងប្អូនឃើញស្រាប់ហ្នឹងនេះសិតតែសត្វនានាលខ្ចងបងប្អូននៅពេលដែលវាចុះម្ដងគឺវាមានទំហំធំណាបងប្អូនអានេះវាហោះទង្វងមានសត្វតុងសត្វនានាលខ្ចងអីពេញហ្នឹងហើយបងប្អូនគឺវាធម្មជាតិតែម្ដងហើយបើបងប្អូនដូចថាបានជិះកណូតទៅជ្រៅកដាលហ្នឹងគឺកាន់តែស្អាតទៀតហើយបងប្អូនអាកណូតស្មាច់ដែលអ្នកស្រុកគាត់ដាក់ជួលជិះនៅកន្លែងគាត់លក់អីវ៉ាន់អីលក់ម្ហូបលក់អីនៅលើខ្នល់ហ្នឹងបងប្អូនអាចជួលជិះបានហើយតម្លៃក៏គួរសមដែរហើយសម្រាប់បងប្អូនដែលចង់បែបថាបងសណាញ់រំផែឈៀលមកលក្ខណៈមិត្តភ័ក្តិក្រុមយើងជិះឡានទៅក៏បានដែរបងប្អូនជិះឡានទៅយើងងាយស្រួលដាក់អីវ៉ាន់យើងដាក់ស្រាប់អាំងត្រីស្រាប់អីទៅយើងមកបងត្រីអាំងដាក់ខ្ជុងដាក់អីមកដាក់សាច់អីមកខ្លះមកហើយដាក់ភេសជ្ជៈទឹកបន្លាចអីយើងមកទៀតមកកាន់តែអែមបងប្អូនមកសណាញ់យ៉ាងហោចណាស់ក៏បានត្រី 3-4 ដែរបងប្អូនប៉ុន្តែត្រីវាទូចប្រភេទត្រីក្រាញ់ត្រីកាភ្លៀងត្រីអាចទូចព្រោះឯកន្លែសណាញ់យើងកន្លែទូចហើយទឹកអញ្ចេះក៏អត់មានត្រីធំដែរបើត្រីធំវានៅនេះបងប្អូនវានៅក្នុងស្រូវអញ្ចឹងបងប្អូនបបកត្រូវតែម្ដងត្រីប៉ិនកដៃដែរបងប្អូនវាមិនធំហើយក៏វាមិនតូចដែរសម្រាប់ត្រីបបកគឺយើងអាចទៅបបកបានមកសប្បាយតែម្ដងមក relax ហ៎បងប្អូនបាទនេះបងប្អូននេះត្រីនេះហ្នឹងមកសណាញ់បងប្អូនមកសណាញ់គឺបានត្រីប៉ុណ្ណេះមានត្រីសត្រីក្រាញ់ពីត្រីកូនត្រីក្រាញ់តែម្ដងកូនត្រីក្រាញ់និងកូនត្រីសសម្បូរមកសណាញ់7-8បងប្អូនបងតាបើយើងអ្នកបងយើងបងតែមកសទុះបានត្រីហូបហើយបងប្អូនមិនបាច់ចាំទិញគេបានងាយស្រួលមែនតើសប្បាយបងប្អូនចង់បងប្អូនដែលនៅស្រុកមងរស័យគួរតែឆ្លៀតពេលទៅបើយើងតនេអត់ដឹងថាទៅដើរលេងផែនណាល្ងាចឡើងជុំគ្រួសារបងប្អូនដប់គ្នាមកគ្រួសារទៅលេងទៅដូនត្រីចេញពីម៉ោងទៅពីនេះទៅប្រហែល1គីឡូហ្នឹងប្រហែលជា6-7គីឡូបងប្អូនហើយមួយទៀតបើបងប្អូនថាថ្ងៃសៅរ៍ថ្ងៃអាទិត្យនេតាំងពីព្រឹកបងប្អូនទៅពីព្រឹកល្អទៅពីព្រឹកយើងបានបើអ្នកបបកត្រីចេញទៅឲ្យដល់ម៉ោង6ព្រឹកអីទៅយើងចាប់ផ្ដើមបបកដឹងឲ្យបានហើយដល់សម្រាប់អ្នកដែលបងត្រីក៏បងពីព្រឹកវាល្អដែរហើយបងមកដល់ថ្ងៃអីមកយើងបានត្រីហូបញ៉ាំបាយញ៉ាំអីយើងដាំតែបាយទៅតែយើងទៅរំហូបនៅនោះក៏បានដែរបងប្អូនបាទវីដេអូមួយនេះមានតែប៉ុណ្្នឹងហើយបងប្អូនគឺគ្រាន់តែចង់ចែករំលែកនឹងសំណូមពរទៅបងប្អូនដែលបានទៅលេងនៅភូមិដូនត្រីឃុំជ្រៃស្រុកមោស័យខេត្តបាត់ដំបងសូមគាត់មេត្តាជួយរក្សាអនាម័យសុខភាពដើម្បីកន្លែងទេសចរឃុំរបស់យើងបងប្អូនខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាមិនមែនអ្នកចម្ងាយនៅពីណាទេសិតតែអ្នកនៅក្បែរហ្នឹងទេអញ្ចឹង
នៅពេលដែលយើងទៅលេងអញ្ចឹងយើងគួរតែជួយម្នាក់ម្ដាយមួយជើងទៅបងប្អូនវាមិនធ្ងន់ប្រហែលទេព្រោះអីយើងញ៉ាំទេយើងគ្រាន់តែវិចខ្ចប់មួយថង់ធំទៅយកទៅដាក់កន្លែងដែលបងប្អូនទិញមកអញ្ចឹងទៅគឺចប់ហើយបងប្អូនបាទអរគុណច្រើនបងប្អូនទាំងគ្នាឥឡូវវីដេអូយើងមកដល់ទីបញ្ចប់ហើយសូមជម្រាបលាសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួយថែរក្សាបរិស្ថានដើម្បីឲ្យរមណីយដ្ឋានក្នុងតំបន់នៃភូមិឃុំយើងមានការរីកចម្រើនក៏ដូចជាយើងអាចនៅក្នុងភូមិយើងអាចថាជួយសេដ្ឋកិច្ចអ្នកស្រុកអ្នកភូមិអ្នកខេត្តយើងបាទបងប្អូនអរគុណជម្រាបលាបងប្អូន